សម្រាប់មុខម្ហូបអន្ទង់ឆាគ្រឿងពិតជាមានរសជាតិឆ្ងាញ់ជំរាបសួរក៏ដូចជាសួស្ដីទៅកាន់ពុកម៉ែបងប្អូនទាំងគ្នានៅក្នុងបណ្ដាញសង្គម YouTube និង Facebook ជាទីគោរពសម្រាប់បានវិលជួយមកខ្ញុំបាទសាយថ្មីបន្តទៀតហើយតាមរយៈ Channel ភេទបញ្ញាវិសរក្នុងវីដេអូដែរខ្ញុំបាទនឹងបង្ហាញអំពីតិចនិចនិងកលឹះខ្លះៗក្នុងការធ្វើជាមុខម្ហូបជាអន្ទង់ឆាគ្រឿងឲ្យមានរសជាតិឆ្ងាញ់សម្រាប់គ្រឿងផ្សំគឺពុកម៉ែបងប្អូនបានឃើញក្នុងវីដេអូនេះអញ្ចឹងគឺខ្ញុំបាទមានជាកញ្ឆែតនិងម្រះព្រៅយើងបានសម្អាតឲ្យស្អាតសម្រាប់អន្ទង់ខ្ញុំបានយកទៅធ្វើឲ្យស្អាតរួចហើយកាត់ជាកង់ខ្លីល្មមទៅក្នុងវីដេអូខ្ញុំបានបង្ហាញអញ្ចឹងហើយសម្រាប់គ្រឿងកាត់ឆ្អើរវិញមានដូចជាមើលរំដេងគល់ស្គ្រីស្លឹកក្រូចសើចម្សៅរមៀតខ្ទឹមសនិងម្ទេសឆ្អើរជំរាបបន្ទាប់យើងធ្វើការបុកគ្រឿងរបស់យើងទៅពុកម៉ែបងប្អូនយើងមានច្បាយមួយក៏បុកយើងធ្វើការចាក់គ្រឿងរបស់យើងចូលទៅមានដូចជាមើលម្ដេចគល់ស្គ្រីស្លឹកក្រូចសើជាមួយនឹងម្សៅរមៀតយើងធ្វើការបុកមកចូលគ្នាទៅដូចក្នុងវីដេអូខ្ញុំបានបង្ហាញអញ្ចឹងបន្ទាប់ពីគ្រឿងរបស់យើងល្អិតហើយគឺយើងធ្វើការយកគ្រឿងរបស់យើងទៅរំលីងតែម្ដងទៅពុកម៉ែបងប្អូនឃើញថាខ្ទះនិងប្រេងឆារបស់យើងគឺក្តៅល្មមគឺយើងធ្វើការចាក់គ្រឿងរបស់យើងចូលរួចហើយយើងធ្វើការរំលីងបន្តិចទៅដើម្បីឲ្យគ្រឿងរបស់យើងឡើងក្លិនឈ្ងុយបន្ទាប់ពីគ្រឿងរបស់យើងឡើងក្លិនឈ្ងុយផងនោះគឺយើងធ្វើការបន្ថែមនៅម្ទេសឆ្អើរដើម្បីឲ្យឡើងពណ៌កាន់តែក្រហមនិងក្លិនកាន់តែឈ្ងុយគឺធ្វើការរំលីងបន្តិចទៅពុកម៉ែបងប្អូនឃើញថាគ្រឿងរបស់យើងគឺឡើងពណ៌កាន់តែក្រហមនិងក្លិនកាន់តែឈ្ងុយផងនោះគឺធ្វើការបន្ថែមនៅជាអន្ទង់នឹងឯងពុកម៉ែបងប្អូនជំហានបន្ទាប់គឺយើងធ្វើការឆាត្រឡប់ចូលត្រឡប់ឡើងបន្តិចទៅដើម្បីឲ្យប្រកាសថាទាំងគ្រឿងទាំងអន្ទង់គឺសព្វគ្នាបានល្អព្រមទាំងសែនទល់របស់យើងគឺរាងស្លោកផងដែរបន្ទាប់មកយើងធ្វើការបន្ថែមនៅគ្រឿងទេសរបស់យើងនោះមានដូចជាទឹកត្រីប្រេងខ្យងម្សៅស៊ុបប៊ីចេងស្ករសជំហានបន្ទាប់យើងធ្វើការឆាត្រឡប់ចូលត្រឡប់ឡើងបន្តិចទៅដើម្បីឲ្យគ្រឿងរបស់យើងទាំងម៉ាគឺសព្វគ្នាបានល្អចំណុចត្រង់នេះបើសិនយើងឃើញថារាងគោកពេកពុកម៉ែបងប្អូនធ្វើការថែមទឹកបន្តិចទៅសម្រាប់ទឹកគឺយើងបាច់ដាក់ច្រើនពេកទេពុកម៉ែបងប្អូនបើសិនយើងដាក់ច្រើនពេកលក្ខណៈថាទឹកជាភ្លាវវិញទេពុកម៉ែបងប្អូនរួចហើយយើងធ្វើការទុកមួយរំពុះបន្ទាប់ពីឆ្លងកាត់មួយរំពុះទៅឃើញថាសាច់អន្ទង់ឆាគ្រឿងរបស់ខ្ញុំបានគឺបានចាត់ល្អខ្ញុំបានធ្វើការដាក់នៅបន្លែកញ្ឆែតដើម្បីយកមកបង្កប់ជាមួយនឹងអន្ទង់ពុកម៉ែបងប្អូនគឺធានាថាឆ្ងាញ់តែម្ដងបន្ទាប់ពីកញ្ឆែតរបស់យើងឡើងស្លោកផងនោះគឺយើងធ្វើការបន្ថែមនៅគ្រឿងកូនពៅគេរបស់យើងហ្នឹងគឺជាម្រះព្រៅនឹងឯងពុកម៉ែបងប្អូនដើម្បីបង្កើនក្លិនឈ្ងុយនៃឆាគ្រឿងអន្ទង់របស់យើងគឺកាន់តែមានឲ្យជ្រោះតែម្ដងជំហានបន្ទាប់គឺយើងធ្វើការឆាត្រឡប់ចុះត្រឡប់ឡើងទៅដើម្បីឲ្យប្រកាសថាទាំងគ្រឿងទាំងបន្លែគឺសព្វគ្នាបានល្អពុកម៉ែបងប្អូនបន្ទាប់មកយើងធ្វើការដួសដាក់ចានដើម្បីយកទៅពិសាតែម្ដងហើយមុខម្ហូបធ្វើជាវិធីផ្សំគ្រឿងឆាអន្ទង់ឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ដែរគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយៗទៀត